បង្កងបាទបងប្អូនភ័យបង្កងភក្តីបារមីដូចជាបាទគឺស្ថិតនៅខ្សែទឹកខាងក្នុងម្ដងចំណែកឯស្រីសសុវណ្ណពេជ្រមុនីបាទឥឡូវទៅនៅខ្សែទឹកខាងក្រៅជើងទី1គាត់ទទួលជ័យជំនះបាទភេកបកងនេះផុតតែព្រែកលួងមកដល់ហើយបាទមកពីខាងស្វាយជ្រុំមកឆ្វេងដៃណាឥឡូវយើងបន្តទស្សនាបាទការពីជើងទី1ព្រែកបង្កងភក្តីបារមីដែលជះដូចជាមិនទាន់បាទឈ្នះទេណាស្រីសសុវណ្ណពេជ្រមុនីទទួលបានជ័យជំនះសម្រាប់ជើងទី1នៅខ្សែទឹកខាងក្នុងណាលោកគ្រូបាទឥឡូវបដូរខ្សែទឹកបាទបដូរខ្សែទឹកមើលបដូរខ្សែទឹកបងប្អូនមកពីភ័យបកងច្រើនណាខ្ញុំដឹងថាគាត់កំពុងតាមមើលបាទគាត់តាមមើលហើយគាត់ស្ដាប់ខ្ញុំជាមួយនឹងលោកចិត្តហ្នឹងធ្វើអត្ថាធិប្បាយចាំមើលតែបើឈ្នះនឹងតាសើនឹងលើកស្ទួយតែបើចាញ់អត់ទេឲ្យជួយប្រឹងតទៅទៀតណាឲ្យប្រឹងតទៅទៀតបាទទៅពេលនេះឃើញថាគូទី26ខ្សែទឹកខាងក្នុងអធិរាជកងពេជ្រសែនជ័យបាទកងកណ្ដាលខេត្តសំទោសគូទី25អូបាទសូមស្រ័យគូទី25ព្រែកបង្កងភក្តីបារមីដែលជះបាទមិញខំប្រាប់ខ្សែទឹកខាងក្នុងបាទខ្សែទឹកខាងក្រៅស្រីសសុវណ្ណពេជ្រមុនីបាទអញ្ចឹងយើងឃើញថាទុកទាំងពីរចែកគ្នាដាច់ខ្សែទឹកឯកសន្តាននឹងក៏ដាច់បាទឥឡូវនេះយ៉ាងម៉េចបាទរងចាំមើលបន្តិចបាទកុំតែបំពេញខ្សែទឹកគ្នាបានទេតែបំពេញខ្សែទឹកគ្នាគឺលទ្ធផលគេសន្មត់តែម្ដងថាចាញ់បាទងាយខ្ញុំប្រកាសយកហើយព្រោះនេះគណៈកម្មការបច្ចេកទេសលោកបានជម្រាបជូនហើយបាទតាក់ទងនឹងបញ្ហានេះបាទតែយើងឆ្លៀនពៀនខ្សែទឹកគេបាទស្មើនឹងចាញ់បាទការពិតនៅតែការពិតបាទបញ្ជាបច្ចេកទេសនៅតែគោរពបាទការងារទៅប្រលូននឹងជោគជ័យបាទឥឡូវបំពេញខ្សែទឹកគេមែនទេដូចជាបំពេញហើយនេះបាទបំពេញខ្សែទឹកហើយចាញ់ទៀតហីបាទអូត្រូវហើយបាទលុតហើយបាទនៅពេលនេះឃើញថាខ្សែទឹកខាងក្រៅបាទខ្សែទឹកគឺសវណ្ណស្រីសសុវណ្ណមុនីជើងទី1ក៏ឈ្នះឥឡូវគាត់ទៅនៅខ្សែទឹកខាងក្រៅដែលមានឯកឋានបាទពណ៌បៃតងនៅតែទទួលជ័យជំនះនៅជើងទី2ទៀតបាទយើងឃើញថាការប្រណាំងរបស់យើងបាទចាប់ផ្ដើមរៀងរង្វើលបន្តិចដោយសារអីបាទដោយសារតែគណៈកម្មការបច្ចេកទេសលោកបាទព្យាយាមបញ្ចេញទូកនេះដើម្បីឲ្យមានភាពសុក្រិតនិងយុត្តិធម៌ចឹងហើយការចេញមកបាទប្រសិនបើនោះទូកទាំងអស់បាទមិនស្ដាប់លោកនឹងព្យាយាមបាទតម្រង់ដើម្បីឲ្យ